សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពី The New Voice of Ukraine បាទនេះគឺជាសារព័ត៌មានមួយដែលទើបតែនឹងចេញថ្មីអំពីប្រទេសអ៊ុយក្រែនបាទកាលពីម៉ោង 12:50 នាទីកន្លងទៅថ្មីនេះកងកម្លាំងរុស្ស៊ីបានបាញ់គ្រាប់មីស៊ីល Iskander ហើយកងកម្លាំងជើងគោកអ៊ុយក្រែនគឺបានបញ្ជាក់អំពីកលៈទេសៈនៃការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីដ៏សាហាវនេះទៅលើអង្គភាពហ្វឹកហ្វឺនមួយកងកម្លាំងជើងគោកបាននិយាយថាការវាយប្រហារដែលបានកើតឡើងកាលពីថ្ងៃទី1 ខែមិថុនាបានបណ្ដាលឲ្យទាហានយ៉ាងហោចណាស់ស្លាប់12នាក់ហើយនឹងរងរបួសរហូតដល់ទៅ60នាក់នេះបើគិតត្រឹមម៉ោង 12:50 នាទីរសៀលនៅប្រទេសអ៊ុយក្រែនលោក Sarasev បានបន្ថែមថាព័ត៌មានលម្អិតចុងក្រោយនឹងត្រូវបានចេញផ្សាយបន្ទាប់អំពីកន្លែងនៃការវាយប្រហារត្រូវបានគេត្រួតពិនិត្យដោយអ្នកជំនាញលោក Sarasev បាននិយាយទៀតថានៅពេលនោះការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាសគឺត្រូវបានគេនឹងប្រកាសរួចជាស្រេចហើយកងកម្លាំងទាំងអស់ក៏បានស្ថិតនៅក្នុងជម្រកសុវត្ថិភាពផងដែរលើកលែងតែអ្នកដែលប្រហែលជាមិនអាចរត់ទៅដល់កន្លែងជម្រកនោះដូច្នេះហើយបានបណ្ដាលឲ្យមានអ្នកស្លាប់ហើយនិងអ្នករងរបួសនឹងយ៉ាងច្រើនហើយលោកបានកត់សម្គាល់ថាក្រុមការងារបណ្ដោះអាសន្នត្រូវបានតម្រូវឲ្យស៊ើបអង្កេតរកមូលហេតុនិងកលៈទេសៈដែលនាំឲ្យមានសោកនាដកម្មនេះលោក Savransev បានសង្កត់ធ្ងន់ថាប្រសិនបើមន្ត្រីណាម្នាក់ត្រូវបានគេរកឃើញថាមានកំហុសដោយមិនគិតអំពីឋានៈឬក៏គុណសម្បត្តិដែលបានសាងពីមុនមកពួកគេនឹងត្រូវទទួលខុសត្រូវទាំងស្រុងហើយចំណែកឯកងកម្លាំងជើងគោកក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតថាមិនមានការបង្កើតឬក៏ប្រមូលផ្ដុំកងកម្លាំងជាច្រើននោះទេនៅពេលដែលសញ្ញានៃការវាយឆ្មក់តាមអាកាសគឺត្រូវបានគេប្រកាសហើយបុគ្គលិកជាច្រើនគឺស្ថិតនៅក្នុងជម្រកនោះរួចជាស្រេចហើយចំណែកឯគណៈកម្មការមួយដែលត្រូវបានគេបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតនៅឧបទ្ទហេតុនេះហើយការស៊ើបអង្កេតសេវាផ្ទៃក្នុងកំពុងតែត្រូវបានគេចាប់ផ្ដើម